ធ្វើ vlog ធ្វើម្ហូបវិញចាកុំឲ្យសល់វីដេអូយើងទុកចោលស្ដាយហើយថ្ងៃនេះសូមចេញមុខម្ហូបបែបធ្វើស៊ុបម្ដងអ្នកទាំងអស់គ្នាដោយសារតែអត់ដែរធ្វើវីដេអូធ្វើស៊ុបធ្វើអីចឹងណាសារនេះមកបង្ហាញឲ្យក្បោះក្បាយឲ្យអ្នកទាំងអស់គ្នាឃើញហ្មងថាខ្ញុំធ្វើស៊ុបរដងញ៉ាំហ្នឹងគឺកញ្ចក់កញ្ចប់ហ្នឹងធ្វើតិចតិចចាអត់មានអីច្រើនធំដុំអីទេអ្នកគ្នាសំខាន់សេវលុយយើងបានច្រើនទៀតហើយបន្លែខ្ញុំក៏មានអីច្រើនណាស់អ្នកគ្នាមានតែទាំងអោតកួនស្ពៃបកគោជាមួយនឹងស្ពៃទឿស្ពៃអីចឹងណាអ្នកគ្នាដោយសារតែខ្ញុំខ្ជិលដាក់សិតបញ្ចូលសិតអីគេធ្វើបានរបៀបសេវលុយអ្នកគ្នាចង់ដឹងថាពីមើលហ្នឹងយើងចាយអីបានខ្លះចាគឺចាយបានមែនបានសុខមួយឆ្នាំហើយសំខាន់ញ៉ាំឆ្អែតទៀតហើយដឹកម្ហូបអាចចាញ់អ្នកគ្នាអើយឃើញនឹកឃើញសុបក៏អូធ្វើហ្មងទៅហើយនឹងមិនដែរធ្វើវីដេអូចឹងណាយើងចេះធ្វើទៅចែកម្លែកបងប្អូនដែលគាត់ចូលចិត្តធ្វើស៊ុបស៊ីជន់ដូចខ្ញុំមកប៉ុន្តែធ្វើបែបឈ្ងុយហើយមានជាតិមានជើហ្មងចាហ៊ានធានាឲ្យសម្រាប់ស៊ុបខ្ញុំមួយហើយបើសិនជាខ្ញុំប្រាប់គ្រឿងធ្វើឲ្យអ្នកទាំងអស់គ្នានឹងចេះធ្វើឲ្យសំខាន់ឆ្ងាញ់រសជាតិឲ្យអូយហ្មងចាអ្នកទាំងអស់គ្នាឃើញអត់ស៊ុបមិនតែវីដេអូមុនហ្នឹងហើយខ្ញុំទិញតែគួរជាកញ្ចប់ជប់ទេទួចអីចឹងទៅណាដូចជាស្ពៃបកគោអីចឹងទៅអត់ហ៊ានទិញច្រើនទេដោយសារអីសល់ខ្ញុំស្ដាយបើសិនជាយើងទិញមកល្មមញ៉ាំទិញកញ្ចប់ហ្នឹងឃើញមកកញ្ច្រែងបាត់ហើយបើសិនជាយើងទិញច្រើនយកមកដល់យើងទុកសល់ហ្មងចឹងស្ដាយណាស់ខ្ញុំរឿងរបស់ញ៉ាំមួយថាទិញសល់ធ្វើអីសល់ហ្នឹងគឺស្ដាយសម្រាប់បន្លែអ្នកនរដូចឃើញចឹងណាគ្រាន់តែខ្ញុំរើចេញពីថងហើយគឺខ្ញុំយកមកលាងទឹកលាងអីស្អាតហើយចំចិត្តដាក់ទុកម្ដុំមកចង់និយាយដើមហេតុដែលខ្ញុំចង់ធ្វើស៊ុបហ្នឹងណាអ្នកនរគ្នាដោយសារតែទៅផ្សារហ្នឹងគឺឃើញទាំងអោវាល្អពេករហូតដល់ខ្ញុំទៅអត់ដែរឃើញទេហើយមនុស្សខ្ញុំកំពុងតុកសិចរឿងម្ហូបហ្មងអត់ដឹងថាល្ងាចឡើងញ៉ាំអីចាប់ផ្ដើមធុញមួម៉ៅហ្មងហើយទៅដល់ឃើញទាំងអោមានណាអ្នកគ្នាកុំឲ្យគិតច្រើនចំណាតែ20000បានសុំមួយឆ្នាំតែមួយខាងញ៉ាំស៊ុបចិនយូរពេលខ្ញុំថាសេវលុយអត់អ្នកគ្នាដោយសារសាច់គោខ្ញុំមាននៅផ្ទះស្រាប់ព្រោះសាច់គោខ្ញុំអត់សូវញ៉ាំទេខ្ញុំធ្វើតែតិចប៉ុណ្្នឹងឯងហើយមកល្មមញ៉ាំទៀតហើយតើខ្ញុំក៏ទៅទិញប្រហិតបន្តិចទៅអ្នកគ្នាឃើញប្រហិតខ្ញុំបន្តិចអត់ដោយសារអីប្រហិតហ្នឹងវាថ្លៃនេះប្រហិតហ្នឹងថ្លៃខ្លាំងហ្មងអ្នកគ្នាពីរគ្រាប់ហ្នឹងគឺ2000ហើយអានោះមកចកាវាដូចជា1500ហើយមានតែ2ទេតែហើយចង់មកតែយើងទិញរាយរងវាអញ្ចឹងមិនសិនជាយើងទិញទាំងដុំទាំងកញ្ចប់គុំទាំងតែទិញយកមកធ្វើស្អីដែរបន្ទាប់ពីបានរៀបរាប់ហើយអ្នកគ្នាចូលមកវីដេអូធ្វើទឹកស៊ុបទាំងអស់គ្នាចាទឹកស៊ុបរបស់យើងមុននឹងធ្វើអ្នកគ្នាដំខ្ទឹមសិនអញ្ចឹងណាព្រោះតែកាលណាយើងកូរខ្ទឹមហើយជាមួយនឹងគ្រឿងវាចូលគ្នាគឺវាឈ្ងុយហ្មងអាហ្នឹងសម្រាប់វិធីធ្វើរបស់ខ្ញុំណាសម្រាប់បងផ្សេងខ្ញុំអត់សូវដឹងអញ្ចឹងណានេះកាត់ចូលមកចាក់ខ្លាញ់អ្នកគ្នាចាក់ខ្លាញ់ហើយយើងចាក់ខ្ទឹមមកអំពងវាឈ្ងុយអញ្ចឹងណាសម្រាប់ខ្ញុំអំពងរៀងក្រហមតិចអ្នកគ្នាអំពងហើយកូរខ្ញុំចាក់គ្រឿងស៊ីឈ័រហ្នឹងអ្នកគ្នាហើយយើងកូរឲ្យវាក្រហមណាពេលខ្ញុំកូរឡើងឈ្ងុយពេញផ្ទះអ្នកគ្នាហើយដល់ថ្នាក់មិត្តភក្តិខ្ញុំថាអូឈ្ងុយល្អមែនបន្ទាប់ពីខ្ញុំបានកូរគ្រឿងក្រហមអស់ហើយអញ្ចឹងណាអ្នកគ្នាអាចនឹងមើលបានខ្ញុំកូរឡើងក្រហមចេះហើយឡើងឈ្ងុយពេញផ្ទះជាមួយនឹងខ្ទឹមហ្នឹងសំខាន់កូរក្រហមហើយឡើងឈ្ងុយអ្នកគ្នាហើយបន្ទាប់មកអ្នកគ្នាចាក់ទឹកយើងធម្មតាមកណាចាក់បន្តិចសិនបានហើយដោយសារយើងនៅប្រើទៅដល់កូរឆៅមួយទៀតដើម្បីឲ្យវាឈ្ងុយហើយវាចូលជាតិជាមួយនឹងទឹកស៊ុបហ្នឹងខ្លាំងហ្មងអ្នកគ្នាអាចមើលវីដេអូខ្ញុំបានដោយសារខ្ញុំធ្វើយ៉ាងលម្អិតដែរអញ្ចឹងណាខ្ញុំដាក់ដងកាមេរ៉ានៅជិតខ្លួនហើយគឺធ្វើខ្លួនឯងថតខ្លួនឯងកាមេរ៉ាមែនខ្លួនឯងហ្មងហើយខ្ញុំឆ្លៀតពេលដែលខ្ញុំធ្វើទឹកស៊ុបឲ្យវាពុះហ្នឹងអ្នកគ្នាខ្ញុំក៏ឆ្លៀតមកធ្វើទឹកតៅហ៊ូនេះខ្ញុំប្រើកំប៉ុងតូចទេដោយសារអីយើងញ៉ាំម្នាក់ឯង2នាក់អញ្ចឹងគឺធ្វើប៉ុណ្ណឹងហើយគឺវាសល់លុយសេវលុយទៀតពេលនេះខ្ញុំចង់ប្រាប់អ្នកគ្នាថាគឺខ្ញុំលាយជាមួយទឹកដោះគោឆៅបន្តិចដែរអញ្ចឹងណាប៉ុន្តែខ្ញុំថតវីដេអូហ្នឹងគឺវាបាត់តាណាបាត់អត់ដឹងសោះស្ដាយចង់បោកក្បាលហើយពេលហ្នឹងខ្ញុំបង្ហាញពីទឹកដោះគោហ្នឹង